អ្នកជាប់នៅកណ្ដាលដីសេរីឡោមព័ទ្ធដោយទ័ពអ៊ីរ៉ង់ដែលកំពុងប្រដេញប្រគៀកប្រកិតលើមេទីតែសំលេងនៃទីសង្គ្រាមក្រោមដីគ្រឿងតបមនុស្សទាំងនោះមិនព្រមបោះបង់អ្នកចំបាំងរបស់ខ្លួនអាមេរិកចាប់តាមរដ្ឋបတ်ការសង្គ្រោះ48ម៉ោងដែលមានឈុតឆាកដោយក្នុងភាពយន្តហូលីវូដអ្នកភូមិជាលាក់ចារកម្មបំផន់ពេកបងពលពិសេសរកលុយពេលជប់ហើយចុងក្រោយបំទុះចិត្តអស់គ្នាឯងចោលលួនសាក់ស្អីឈុតឆាកដ៏រំភើបបានឆាប់ឲ្យនៅថ្ងៃទី3ខែមេសាឆ្នាំ2026ពេលដែលយន្តហោះសម្បត្តិពីកម្លាំងអ៊ីស្រាអែលរបស់អាមេរិកត្រូវអ៊ីរ៉ង់បាញ់លាក់ឆេះគ្រុលក្នុងយន្តហោះមានអ្នកបាក់ម្នាក់និងម្នាក់ទៀតគឺជាអ្នកគ្រប់គ្រងប្រព័ន្ធអាវុធពេលដែលវាត្រូវវិសិបាច់អ្នកទាំងពីរត្រូវបង្ខំចិត្តយកចេញពីយន្តហោះអ្នកបើកបរម្នាក់ត្រូវជួយសម្រួលបានមុនតែអ្នកបើកម្នាក់ទៀតបានបាត់ខ្លួននៅលើទឹកដីអ៊ីរ៉ង់ការចាក់ទងតាមវិទ្យុអេនរីនៅម៉ោង12រំលងអាចបញ្ជាក់ថាអ្នកបើកយន្តហោះរងរបួសកែងជើងកំពុងតែលាក់ខ្លួននៅក្នុងជួរក្នុងសាច់អូសនៃខេត្តហ្ស៊ឺមីជាប់ព្រំដែនអ៊ីរ៉ង់ទ័ពអ៊ីរ៉ង់ដេញចាប់យ៉ាងប្រកបដោយក្រៅដ្រូននិងសត្វឆ្កែពេញមួយយប់ដោយអាមេរិកជឿមនុស្សអាចទៅចាប់យ៉ាងរស់ហើយចាប់បានវានឹងខ្លាយទៅជាជ័យជំនះសិទ្ធិសាស្ត្រដ៏ធំរបស់អ៊ីរ៉ង់ការសម្ងាត់នៃប្រព័ន្ធអាវុធរបស់អាមេរិកអាចបែកលាយខ្លាយជាការខាត់បងដ៏ធំបំផុតនៅម៉ោង8ព្រឹកថ្ងៃទី4ខែមេសាអាមេរិកបានបញ្ជូនកងកម្លាំងពិសេសរាប់រយនាក់រួមបញ្ចូលទាំងកងកម្លាំងដូនិងកងសង្គ្រោះរបស់ទ័ពអាកាសក្រុមចារកម្មឧទ្ធម្ភាគចក្រនិងយន្តហោះសម្បាំងជាង10គ្រឿងរួមជាមួយនឹងប្រព័ន្ធតាមដានពីលើមេឃពីបើយើងទៅតាមកាសែត New York Times ទំហំនៃប្រតិបត្តិការគឺស្មើទៅនឹងការធ្វើសង្គ្រាមដើម្បីកាត់ឈ្នះយកមនុស្សម្នាក់ពីបេះដូងសត្រូវមុនដល់ប្រតិបត្តិការសង្គ្រោះមនុស្សអ្នកងារចារកម្មអាមេរិក CIA បានបើកឆាកល្ខោនមុនមួយទៅហើយកាសែត Johnson រាយការណ៍ថា CIA បញ្ជាព័ត៌មានខ្លាំងៗបំផុតអ៊ីរ៉ង់ថាអាមេរិកបានរកឃើញអ្នកបើកយន្តហោះនោះហើយនិងក៏ពុំនាំរត់ចេញតាមជ្រលងទៅមួយដើម្បីបង្ហាញការទ័ពអ៊ីរ៉ង់ដំណើរពីនោះ CIA បានចាប់តាមគៀវកោជនស៊ីវិលរាប់រយនាក់ឲ្យជួយក្នុងបេសកកម្មស្វែងរកកាសែតជួយសង្ខារនៅតំបន់នោះមានពលរដ្ឋអ៊ីរ៉ង់ជាច្រើនដែលប្រឆាំងទៅនឹងរបបដឹកនាំរបស់លោកខាមេនីពាក់កណ្ដាលយប់ថ្ងៃទី4ខែមេសាឈុតឆាកប្រយុទ្ធបង្កើតក្នុងបានចាប់ផ្ដើមកងជើងគោកអាមេរិកសម្រុកចូលជ្រៅក្នុងទឹកដីអ៊ីរ៉ង់ក៏អត់ការការពារពីជនបទចាប់បាំងនិងឧទ្ធម្ភាគចក្ររាប់សិបគ្រឿងលើមេឃមានពេកធ្លាប់មើលពីគ្រប់ទិសតែនោះមិនមែនគ្រាន់តែចូលហើយចេញមកវិញបានងាយៗទេកាសែតចូលសានថាមានការបាក់បន្តិចបាញ់គ្នាតទៅរវាងទ័ពអាមេរិកនិងកងកម្លាំងឆ្លងកាត់របស់អ៊ីស្លាមអ៊ីរ៉ង់ទូក៏ក្រៅមួយយប់ដូចគ្នាកាសែត Israel Anytime ផ្សាយថាយន្តហោះទ្រូព្រៃ A-10 មួយគ្រឿងរបស់អាមេរិកធ្វើអ៊ីរ៉ង់បាញ់ទម្លាក់នៅពេលនោះអាមេរិកក៏វិញដោយបាញ់កំទេចប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ថ្ងៃទី5ខែមេសាចូលមកដល់អ្នកបើកយន្តហោះអាមេរិកត្រូវបានរកឃើញនៅលើភ្នំកម្ពស់ជាង2គីឡូម៉ែត្រនិងត្រូវបានជួយសង្គ្រោះបំរុងនិងចាក់ចេញទៅហើយប៉ុន្តែរំពេចនោះយន្តហោះចំនួន2គ្រឿងដែលត្រូវរាយការណ៍ថាមានឧទ្ធម្ភាគចក្រ Black Hawk និងយន្តហោះដឹកជញ្ជូន C-130 របស់អាមេរិកហោះចេញមិនរួចអាមេរិកថាមានបញ្ហាមេកានិកតែអ៊ីរ៉ង់ថាខ្លួនគឺជាអ្នកបាញ់យន្តហោះថ្មី3គ្រឿងចូលមកជំនួសភ្លាមមុនពេលចេញពីសមរភូមិអាមេរិកសម្រេចបំពុះយន្តហោះទាំង2គ្រឿងចោលនៅលើទឹកដីអ៊ីរ៉ង់តែម្ដងនេះបើយើងទៅតាម Johnson ហេតុអ្វីអាមេរិកធ្វើដូច្នេះពីព្រោះនៅក្នុងសង្គ្រាមទ្រព្យសម្បត្តិយោធាមិនមែនគ្រាន់តែជាដែកនិងម៉ាស៊ីនទេវាមានបច្ចេកវិទ្យានិងប្រព័ន្ធសម្ងាត់ដែលមិនអាចធ្លាក់ក្នុងដៃសត្រូវបានជាដាច់ខាតនេះមិនមែនជាខ្សែភាពយន្តទេតែជារឿងពិតនៃបេសកកម្ម48ម៉ោងរបស់អាមេរិកទម្លុះពេកអ៊ីរ៉ង់សង្គ្រោះអ្នកចំបាំងអាកាសម្នាក់ខ្ញុំទស្សនាពី News Today NTTV